ដែលយោងតាមការចុះផ្សាយរបស់សារព័ត៌មាន China Daily គឺបានលើកឡើងថាពីមជ្ឈដ្ឋានអ្នកវិភាគគេបានមើលឃើញថារបត់នៃផលប៉ះពាល់សេដ្ឋកិច្ចសកលនៅពេលបច្ចុប្បន្ននេះកំពុងឈានចូលដល់ចំណុចរំពុះសូមបញ្ជាក់ផងដែរថាផលប៉ះពាល់ដែលកំពុងកើតមានឡើងខ្លាំងបច្ចុប្បន្ននេះគឺដោយសារតែការកើនឡើងនៅតម្លៃធម្មពលផលប៉ះពាល់ពីសង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ានេះតែម្ដងព័ត៌មានកាន់តែពិស្ដារយ៉ាងណានោះយើងមានការជួបបន្ថែមពីលោកណនរីណាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិរបស់ទូរទស្សន៍ព័ត៌មាន BTV ហើយអ្វីបានជារឿងនេះត្រូវបានអ្នកវិភាគមើលឃើញថាវាឈានដល់ចំណុចរំពុះនៃផលប៉ះពាល់សេដ្ឋកិច្ចសកលនោះលោករីណាមុនពេលដែលនិយាយចូលទៅកាន់ផលប៉ះពាល់ទៅលើសេដ្ឋកិច្ចគិតត្រឹមសប្តាហ៍នេះចង់លោករំលឹកអំពីវឌ្ឍនភាពរឿងការទូតហើយនឹងបញ្ហាយោធារវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកសិនជាការសរុបត្រឹមសប្តាហ៍នេះតើផ្លូវការទូតព្យាយាមរកសន្តិភាពឡើងវិញដំណើរការដល់ណាហើយការគម្រាមកំហែងគ្នាផ្នែកយោធានោះយ៉ាងណាដែរបាទគិតពេញមួយសប្តាហ៍នេះគឺដំណើរការទូតរវាងភាគីទាំងពីរហ្នឹងគឺពិតមែនថាអត់គាំងទេប៉ុន្តែมันមានទៅរកចំណុចល្អទេមានន័យថាអ៊ីរ៉ង់នៅតែដើរការទូតក្រោយប្រមុខការទូតរបស់អ៊ីរ៉ង់បានទៅរុស្ស៊ីបានជួបជាមួយប្រេសិតពិសេសកូរ៉េខាងត្បូងនិងជួបជាមួយមន្ត្រីនានាតាក់ទងនឹងស្ថានភាពតំបន់ក៏អ៊ីរ៉ង់នៅតែលើកឡើងពីកំហុសដ៏ធំបំផុតឬក៏ការឈ្លានពានរបស់សហរដ្ឋអាមេរិកបានបង្កឲ្យមានវិនិស្សកម្មបានបង្កឲ្យមានផលប៉ះពាល់ធំធេងមកលើតំបន់មជ្ឈិមបូព៌ាហើយខាងសហរដ្ឋអាមេរិកវិញក៏មានការលើកឡើងច្រើនដែរពីដំណើរការនៃការចរចាហើយក្នុងសប្តាហ៍នេះដំណើរវិវត្តតាក់ទងទៅនឹងសំណើថ្មីរបស់ប្រទេសអ៊ីរ៉ង់ដាក់ទៅឲ្យទីក្រុងវ៉ាស៊ីនតោនហ្នឹងគឺលោកត្រាំកាលពីថ្ងៃអង្គារសប្តាហ៍នេះបានទាត់ចោលទៅហើយថាជាបន្ទាត់ក្រហមมันអាចទទួលយកបានទេគឺបន្ទាត់ក្រហមអាមេរិកផ្សេងបន្ទាត់ក្រហមអ៊ីរ៉ង់ផ្សេងដែលឡែកការដាក់ជូនថ្មីនេះគឺអ៊ីរ៉ង់ទទូចឲ្យបើកច្រកសមុទ្រហូមូសឡើងវិញស្របពេលដែលសហរដ្ឋអាមេរិកបានហ៊ុមព័ទ្ធផ្លូវទឹកទៅកាន់ចេញនឹងចូលកំពង់ផែរបស់អ៊ីរ៉ង់ប៉ុន្តែសហរដ្ឋអាមេរិកគឺតម្រូវឲ្យច្រកសមុទ្រហូមូសអាចបើកបានប៉ុន្តែក៏ត្រូវដាក់ចូលកម្មវិធីនុយក្លេអ៊ែរយកមកជជែកគ្នាប៉ុន្តែអ៊ីរ៉ង់ថានុយក្លេអ៊ែរយកទៅភាសាលើក្រោយ later stage អញ្ចឹងហើយសហរដ្ឋអាមេរិកមិនទទួលយកទេដូច្នេះក៏មានព័ត៌មានចុងក្រោយទៀតដែរក្នុងសប្តាហ៍នេះថាអ៊ីរ៉ង់ត្រូវការពេល2-3ថ្ងៃដើម្បីពិគ្រោះយោបល់ជាមួយមេដឹកនាំកម្ពុជារបស់ខ្លួនមុននឹងពិចារណាចូលរួមតុចរចាឡើងវិញជាមួយសហរដ្ឋអាមេរិកប៉ុន្តែនៅចុងសប្តាហ៍នេះគឺมันមានវឌ្ឍនភាពតាក់ទងទៅនឹងការអនុញ្ញាតឬក៏ការសម្របសម្រួលពីមេដឹកនាំអ៊ីរ៉ង់ឲ្យចូលតុចរចាទេមានតែលើកឡើងពីភាពតាមតឹងបន្ថែមដោយគូសបញ្ជាក់ពីបញ្ហាសន្តិសុខនៅក្នុងតំបន់នេះគឺតានតឹងដោយសារតែសហរដ្ឋអាមេរិកដោយសារតែមានមូលដ្ឋានអាយ៉ងអាមេរិកនៅក្នុងតំបន់ច្រើនដែលជាការរុញឲ្យស្ថានភាពចលាចលហើយក៏លើកឡើងពីការបរាជ័យរបស់សហរដ្ឋអាមេរិកហើយនឹងជំរុញឲ្យការពារសិទ្ធិនុយក្លេអ៊ែររបស់អ៊ីរ៉ង់និងការចម្រាញ់សារធាតុអ៊ីរ៉ាននិយមជាដើមដូច្នេះនៅខាងអ៊ីរ៉ង់នេះគឺក្នុងសប្តាហ៍នេះគឺហាក់ដូចជាម៉ឺងម៉ាត់ខ្លាំងស្របពេលដែលការចរចាអ៊ីរ៉ង់ហាក់ដូចជាដាក់លក្ខខណ្ឌទាំងអស់ហើយជាមួយគ្នានឹងអ៊ីរ៉ង់ក៏នៅតែបង្ហាញពីចំហថានឹងចាត់វិធានការម៉ឺងម៉ាត់ឬក៏ឆ្លើយតបម៉ឺងម៉ាត់ទៅនឹងផែនការវាយប្រហារណាមួយពីសហរដ្ឋអាមេរិកដែលហៅថាការវាយប្រហារទ្រង់ទ្រាយធំភ្លាមរយៈពេលខ្លីអញ្ចឹងអ៊ីរ៉ង់ក៏ឆ្លើយតបថានឹងកំដរបាននឹងធ្វើឲ្យសហរដ្ឋអាមេរិកឈឺចាប់រយៈពេលវែងដោយសារតែសកម្មភាពខុសឆ្គងរបស់ខ្លួនដោយឡែកខាងសហរដ្ឋអាមេរិកវិញក៏មានរបាយការណ៍ជាក់លាក់ដែលតាក់ទងទៅនឹងផែនការថ្មីក្នុងការអាចថានឹងវាយប្រហារម្ដងទៀតលើប្រទេសអ៊ីរ៉ង់បើទោះជាកន្លងមកលោកត្រាំបានពិចារណាពីការដើរចេញនិងការវាយប្រហារលើអ៊ីរ៉ង់វាគ្រោះថ្នាក់ខ្ពស់ជាងប្រឈមខ្ពស់ជាងការហ៊ុមព័ទ្ធផ្លូវទឹកទៅកាន់កំពង់ផែរបស់អ៊ីរ៉ង់ប៉ុន្តែក៏មានផែនការថ្មីដែលដាក់ជូនដោយមេបញ្ជាការដ្ឋានកណ្ដាលរបស់សហរដ្ឋអាមេរិកគឺលោក Trav Cooper និងនាយសេនាធិការប្រធានក្រុមសេនាធិការចម្រុះគឺលោកឧត្តមសេនីយ៍ Dan Kane គឺបានលើកឡើងអំពីផែនការថ្មីក្នុងការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់រយៈពេលខ្លីហើយជាសន្ទុះខ្លាំងក្លាក្នុងការវាយប្រហារនឹងថែមទៀតដូច្នេះគិតមួយសប្តាហ៍ពេញនេះគឺ
ការទូតនៅតែជជែកប៉ុន្តែมันទៅឆ្លើយឆ្លងទៅកាន់អន្តរការីប៉ាគីស្ថានទេមានន័យថាអ៊ីរ៉ង់ដើរផ្សេងទៅសហរដ្ឋអាមេរិកដើរផ្សឹងទៅនេះនៃការទូតហើយការបង្ហាញពីសញ្ញានៃការផ្ទុះសង្គ្រាមហាក់ដូចជាខ្លាំងក្លាជាងមុនពុះកជ្រួលជាងមុនបើទោះជាភាគីទាំងពីរនេះនៅគាំងត្រឹងក្នុងអំឡុងពេលនៃការអនុវត្តបទឈប់បាញ់ដែលហួសសុពលភាពទៅហើយនឹងបាទងាកមកកាន់ការលើកឡើងពីគេបានមើលឃើញថាបញ្ហាសេដ្ឋកិច្ចសកលរបត់នៃរឿងនេះបានឈានចូលដល់ចំណុចរំពុះដែលស្ដាប់ទៅវាហាក់ដូចជាក្តៅខ្លាំងមែនទែនត្រឹមសប្តាហ៍នេះស្ថានភាពជារួមយ៉ាងណាទើបនាំឲ្យមានការមើលឃើញបែបនេះលោករីណាបាទមានការពមៀនជាបន្តបន្ទាប់គឺសារព័ត៌មាននេះគឺចុះផ្សាយដោយ China Daily របស់ចិនដែលបានលើកឡើងពីបណ្ដាមេដឹកនាំនៃប្រទេសផ្សេងមានតាំងចក្រភពអង់គ្លេសមានហូឡង់មានបង់ក្លាដេសនិងប្រទេសជាច្រើនទៀតដែលប្រទេសមួយនឹងហាក់និយាយចេញឡើងគឺថាអតិភិបឬក៏អ្វីដែលខ្លួនត្រូវការបំផុតគឺការបើកច្រកសមុទ្រហ័រមូសតែម្ដងនេះគឺជាការលើកឡើងហើយមិនត្រឹមតែប៉ុណ្ណឹងទេការបើកច្រកសមុទ្រហ័រមូសឡើងវិញគឺជាតម្រូវការចាំបាច់ក្នុងការស្ដារឬក៏ជួយជ្រោមដល់សេដ្ឋកិច្ចសកលនិងសេដ្ឋកិច្ចរបស់ផងខ្លួនដែរនេះគឺជាតម្រូវការចាំបាច់រហូតដល់អ្នកខ្លះលើកឡើងថាប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានបដិញ្ញាថានឹងកំទេចអ៊ីរ៉ង់ប៉ុន្តែឥឡូវនេះដូចជាចង់កំទេចសេដ្ឋកិច្ចខ្លួនឯងទៅវិញនេះគឺជាកត្តាចាំបាច់ដែលគេមើលឃើញថាការដែលគេលើកឡើងថាឈានដល់ចំណុចរំពុះនេះគឺជាចំណុចខ្ពស់បំផុតនៃបើវាកម្ដៅវាក្ដៅប៉ះលែងបានហើយបើនិយាយពីកំណើបើនិយាយពីសេដ្ឋកិច្ចវិញវាឈានដល់លុតជង្គង់ក្រឹបលែងដើរទៅមុខបានហើយក្នុងនោះក៏មានការពមៀនច្រើនដែរសូម្បីតែ IMF កន្លងមកក៏បានលើកពីចំហាក់2ចំហាក់មួយដែលថាចំហាក់ធ្ងន់ធ្ងរបំផុតនេះគឺគ្មានអំណោយផលសោះបានព្យាករថាក្នុងករណីតម្លៃធម្មពលឡើងក្នុងរង្វង់ជាង110ទៅលើ$110ក្នុងមួយបារ៉ែលគឺសេដ្ឋកិច្ចសកលបានធ្លាក់ចុះហើយនឹងធ្លាក់ចុះហើយផលប៉ះពាល់នេះដោយសារធម្មពលនេះវាអាចអស់ដល់ចុងឆ្នាំឬក៏ដល់ដាច់ឆ្នាំនេះគឺតាម IMF គឺលើកពីចំហាក់អន់បំផុតអាក្រក់បំផុតគ្មានអំណោយផលសោះគឺក្នុងរង្វង់តម្លៃធម្មពលមកជាង$110ក្នុងមួយបារ៉ែលអស់ដល់ចុងឆ្នាំសេដ្ឋកិច្ចសកលពី 3.1% មកនៅក្នុងរង្វង់ 2% នេះគឺជាចំហាក់ដែលទី1ចំហាក់ទី2គេហៅថាចំហាក់កម្រិតមធ្យមបើតម្លៃប្រេងត្រឹម100ចុះក្រោមរហូតដល់ចុងឆ្នាំអញ្ចឹងស្ថានភាពសេដ្ឋកិច្ចសកលមិនដុនដាបទេហើយឥឡូវនេះយើងមើលថាក្នុងសប្តាហ៍នេះជាង$120ក្នុងបារ៉ែលបាត់ហើយអញ្ចឹងវាចូលក្នុងសេណារីយ៉ូអីគេចូលក្នុងចំហាក់ស្អីគេគឺចំហាក់យ៉ាប់យ៉ឺនបំផុតដុនដាបបំផុតជាមួយគ្នានេះក៏មានការលើកឡើងពីរបាយការណ៍ស្រាវជ្រាវរបស់ CD Group របស់អាមេរិកកាំងហ្នឹងក៏បានលើកឡើងដែរអំពីការអស់បន្លាយនៃផលប៉ះពាល់ដែលប៉ះពាល់ដោយសារតែសង្គ្រាមមជ្ឈិមបូព៌ាបិទច្រកសមុទ្រហ័រមូសនេះធ្វើឲ្យកជ្រុលឡើងការធ្លាក់ចុះភ្លាមនៃទីផ្សារភាគហ៊ុននិងការហក់ឡើងភ្លាមនៃតម្លៃធម្មពលអញ្ចឹងក្នុងករណីថាផលប៉ះពាល់នេះវាអស់បន្លាយមិនយូរក្នុងកម្រិតមធ្យមអញ្ចឹងសេដ្ឋកិច្ចសកលវាអាចធន់បានរយៈកាលជាង2ខែមកនេះគេមើលឃើញថាស្ថានភាពនៅអាចមានដំណើរការល្អសកម្មភាពសេដ្ឋកិច្ចនៅមានប៉ុន្តែក្នុងរបាយការណ៍ចុងក្រោយនេះរបស់ CD Group នឹងក៏បានលើកឡើងដែរពីស្ថានភាពធ្ងន់ធ្ងរមានន័យថាផលប៉ះពាល់នៃតម្លៃប្រេងដែលហក់ឡើងខ្ពស់ហើយនៅអស់បន្លាយរហូតដល់ដាច់ឆ្នាំមានន័យថាសេដ្ឋកិច្ចសកលនឹងធ្លាក់ចុះមកក្នុងរង្វង់ 1.5% ទៅ 2% អញ្ចឹងការព្យាករណ៍ពីស្ថាប័នទាំងពីរនេះគឺមានន័យប្រហាក់ប្រហែលគ្នាជាចំហាក់ស្តៀងគ្នាដែលថាផលប៉ះពាល់អស់រយៈពេលយូរសេដ្ឋកិច្ចសកលនឹងធ្លាក់ចុះទៅនៅក្នុងអោនភាពឬហៅថាដល់លុតជង្គង់ក្រឹបឬក៏ដល់ចំណុចរំពុះដែលពិបាកនឹងប៉ះពាល់បានការប៉ះបើគឺនៅជួបការលំបាកខ្លាំងជាពិសេសយើងមើលឃើញរដ្ឋាភិបាលនៃប្រទេសទាំងអស់នៅលើសកលលោកជាពិសេសតំបន់អឺរ៉ុបនិងតំបន់អាស៊ីគឺបានបញ្ចេញប្រេងបំរុងក្នុងសន្និធិរបស់ខ្លួនហើយហៅថាសន្និធិយុទ្ធសាស្ត្រនេះគឺបានបញ្ចេញឲ្យជប៉ុនកូរ៉េខាងត្បូងនិងប្រទេសដទៃទៀតរួមទាំងអូស្ត្រាលីជាដើមក៏បានបញ្ចេញហើយ
ប៉ុន្តែនៅត្រូវការកញ្ចប់ថវិកាបន្ថែមទៀតដែលជាទុនបំរុងចេញខាតទៅលើតម្លៃធម្មពលទៅលើម្ហូបអាហារទៅលើស្បៀងអាហារនិងទៅលើកម្មវិធីផ្សេងដែលរដ្ឋត្រូវចេញខាតអញ្ចឹងការចេញកញ្ចប់ថវិកាស្រោចស្រង់នេះវាមានក្នុងកម្រិត3ខែ6ខែបើមួយឆ្នាំឬលើសមួយឆ្នាំអញ្ចឹងរដ្ឋាភិបាលត្រូវរៀងរៃដោយសារតែការចេញទុនបំរុងនេះមួយផ្នែកទៀតហើយឥឡូវនេះចាប់ផ្ដើមរអ៊ូរទាំពីភាពអត់ការងារធ្វើដែលថាពិភពលោកខំប្រឹងធ្វើយ៉ាងណាស្រោចស្រង់ឲ្យបរិស្ថានឈានទៅរកចំណុចល្អប្រសើរជាដើមប៉ុន្តែសហរដ្ឋអាមេរិកហាក់ដូចជាកំពុងតែបំផ្លាញភពផែនដីតាមរយៈការធ្វើសង្គ្រាមនេះឯងដូច្នេះចរន្តដើរផ្ទុយគ្នាដែលធ្វើឲ្យក្រុមអ្នកជំនាញពមៀនជាបន្តបន្ទាប់ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន China Daily តកតងទៅនឹងផលអាក្រក់ចំពោះសេដ្ឋកិច្ចសកលក្នុងពេលដែលភាពចលាចលភ្លាមនៃធម្មពលចេញពីតំបន់មជ្ឈមបូព៌ាឆ្ពោះទៅកាន់ទីផ្សារពិភពលោកជាពិសេសគឺដៅតំបន់អឺរ៉ុបនិងតំបន់អាស៊ីប៉ុន្តែនៅពេលផលប៉ះពាល់នេះវាមិនមែនប៉ះពាល់តែពីតំបន់ហ្នឹងទេដោយសារថាផលប្រយោជន៍ដែលកើតមានពីសេដ្ឋកិច្ចគឺត្រូវការកិច្ចសហប្រតិបត្តិការលើភពផែនដីមានន័យថាទ្វេភាគីភូភាគីប្លុកនិងសកលលោកដូច្នេះនេះគឺជាការរំពឹងទុកដែលថាអាចនឹងឈានទៅរកដំណាក់កាលនេះបើសិនជាសង្គ្រាមអូសបន្លាយរយៈពេលយូរហើយផលប៉ះពាល់នេះនឹងបន្តរហូតដល់ដាច់ឆ្នាំហ្នឹងបាទសូមអរគុណលោករីណាយើងបន្តតាមដានបន្តទៀតអំពីបញ្ហានេះជម្រាបលាបាទមិនមានការប្រែប្រួលទេទាំងឯកជនប្រធានាធិបតីសហរដ្ឋអាមេរិកនឹងទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិននៅថ្ងៃទី14និងថ្ងៃទី15ខែឧសភានេះមុនពេលដែលដំណើរទស្សនកិច្ចដែលត្រូវបានពន្យាពេលមួយលើករួចទៅហើយនេះកើតមានឡើងគេបានមើលឃើញថាប្រទេសចិនកំពុងតែចាត់វិធានការកាន់តែច្រើនឡើងក្នុងការរឹតបន្តឹងការធ្វើពាណិជ្ជកម្មស្របពេលដែលសេតវិមានសហរដ្ឋអាមេរិករក្សាភាពស្ងៀមស្ងាត់នៅពេលនេះហើយអ្វីបានជាសេតវិមានរក្សាភាពស្ងៀមស្ងាត់តើវិធានការអ្វីខ្លះដែលចិនកំពុងតែរឹតបន្តឹងទៅលើការធ្វើពាណិជ្ជកម្មយើងមានការជួបបន្ថែមពីលោកជិនសារីមអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិរបស់ទូរទស្សន៍ព័ត៌មាន BTV លោកសារីមស្របពេលដែលសេតវិមានមានសភាពស្ងៀមស្ងាត់ចិនកំពុងតែបង្កើនការរឹតបន្តឹងទៅលើផ្នែកពាណិជ្ជកម្មហេតុអីបានជាគេមើលឃើញថាសេតវិមានស្ងៀមស្ងាត់ហើយការរឹតបន្តឹងពាណិជ្ជកម្មដែលចិនកំពុងធ្វើនេះរឹតបន្តឹងយ៉ាងណាទៅវិញបាទសេតវិមានស្ងៀមស្ងាត់ដោយសារតែការប្រតិកម្មជាពិសេសពាក់ព័ន្ធនឹងពាណិជ្ជកម្មនេះឃើញខាងសហរដ្ឋអាមេរិកប្រតិកម្មលះណាប្រតិកម្មលះនោះក្នុងគោលដៅសំខាន់ជាងគេគឺដាក់សម្ពាធទៅលើចិនហើយនឹងមើលស្រាលទៅលើខាងប្រទេសចិនដែលតាមទម្លាប់មកនោះជាពិសេសពាក់ព័ន្ធនឹងការយកពន្ធនាំចូលនេះតែម្ដងគឺសហរដ្ឋអាមេរិកមិនអោយក្រោមចិនទេដាក់ការដំឡើងពន្ធទៅលើខាងចិនហើយគឺសហរដ្ឋអាមេរិកគម្រាមពីលើនឹងទៀតគម្រាមថាប្រសិនបើចិនដំឡើងពន្ធនាំចូលពីសហរដ្ឋអាមេរិកគឺអាមេរិកនឹងដំឡើងពន្ធបន្ថែមទៀតមានន័យថាជាទម្លាប់កន្លងមកចាប់តាំងពីប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោកដូណាល់ត្រាំឡើងការតំណែងមកគឺសហរដ្ឋអាមេរិកមិនចុះញោមជាមួយនឹងចិនទេខាងផ្នែកពាណិជ្ជកម្មហ្នឹងហើយតែងតែដាក់សម្ពាធជានិច្ចប៉ុន្តែក្នុងពេលនេះគឺដើមខែឧសភានេះប្រទេសចិនបានចេញច្បាប់ពាណិជ្ជកម្មថ្មីដែលក្នុងគោលដៅរដ្ឋបិទទៅលើការនាំចេញរ៉ែកម្រនាំចេញវត្ថុធាតុដើមផ្សេងទៀតរួមទាំងផលិតផលផ្សេងទៀតទៅកាន់ទីផ្សារបរទេសរួមទាំងសហរដ្ឋអាមេរិកទៀតហើយមិនតែប៉ុណ្ណោះខាងចិនគឺរដ្ឋបិទទៅលើក្រុមហ៊ុនបរទេសរួមទាំងក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសចិនថែមទៀតប៉ុន្តែខាងសហរដ្ឋអាមេរិកស្ងៀមស្ងាត់ទៅវិញក្នុងហេតុផលនេះមិនមានការបរិយាយពីសំណាក់សហរដ្ឋអាមេរិកជាពិសេសក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកថាហេតុអីបានស្ងៀមស្ងាត់ទេប៉ុន្តែគ្រាន់តែមានប្រព័ន្ធផ្សព្វផ្សាយខ្លះគេបានចុះផ្សាយថាភាពស្ងៀមស្ងាត់របស់សហរដ្ឋអាមេរិកចំពោះច្បាប់ថ្មីរបស់ប្រទេសចិននេះទំនងជាសហរដ្ឋអាមេរិកមិនមានពេលគ្រប់គ្រាន់ក្នុងការឆ្លើយតបឬក៏គ្មានវិធីសាសនាមធ្យោបាយណាដែលមានប្រសិទ្ធភាពអាចនឹងគម្រាមទៅលើខាងប្រទេសចិនវិញដោយដែលសហរដ្ឋអាមេរិកធ្លាប់មានដូច្នេះនេះជាចំណុចសំខាន់ហើយចំពោះថាច្បាប់ថ្មីនោះចែងអ្វីខ្លះនោះគឺប្រទេសចិនរដ្ឋបិទលើក្រុមហ៊ុនឬក៏សហគ្រាសបរទេសដែលមាននៅក្នុងប្រទេសចិន
រដ្ឋបတ်ការនាំចេញជាពិសេសផ្ដោតសំខាន់ទៅលើរ៉ែកម្រតាមពិតទៅបើនិយាយពីរ៉ែកម្រនេះគឺហាក់ដូចជាបើនិយាយទៅមិនសំខាន់ប្រមាណទេប៉ុន្តែតាមពិតទៅរ៉ែកម្រនេះសំខាន់ណាសំខាន់ជាងគេដោយសារតែគ្រាន់តែប្រទេសចិនហ្នឹងគឺគ្រប់គ្រងទីផ្សាររ៉ែកម្រនៅលើពិភពលោកដល់ទៅ 80% ម្នាក់ឯងទៅហើយរ៉ែកម្រនេះសំខាន់ណាជាវត្ថុធាតុដើមសំខាន់សម្រាប់ការផលិតកម្មប្រព័ន្ធបច្ចេកវិទ្យាទំនើបក្នុងនោះមានទាំងទូរស័ព្ទដៃមានទាំងរថយន្តអគ្គិសនីមានទាំងមីស៊ីលមានទាំងយន្តហោះចម្បាំងឬយន្តហោះដឹកអ្នកដំណើរជាដើមដែលត្រូវការចាំបាច់នៅវត្ថុធាតុដើមពីរ៉ែកម្រនេះឯងចឹងហើយបានជាប្រទេសចិននៅរដ្ឋបတ်ហើយម្យ៉ាងទៀតគេកត់សម្គាល់ឃើញថាសហរដ្ឋអាមេរិកហាក់ដូចជាធ្វេសប្រហែសមួយចំណុចហ្នឹងធ្វេសប្រហែសនៅត្រង់ទីផ្សាររ៉ែកម្រពីព្រោះសូម្បីសហរដ្ឋអាមេរិកនៅពេលបច្ចុប្បន្ននេះគ្រាន់តែជាប្រទេសដែលកំពុងតែរៀបចំទីផ្សាររ៉ែកម្រមានន័យថាចិនគ្រប់គ្រង 80% ហើយសហរដ្ឋអាមេរិកទើបនឹងចាប់ផ្ដើមដូច្នេះនេះមានន័យថាសហរដ្ឋអាមេរិកគឺជៀសមិនរួចនឹងពឹងផ្អែកលើចិនពាក់ព័ន្ធនឹងការនាំចូលរ៉ែកម្រទេអញ្ចឹងហើយបានជាចិនមានអាវុធមួយនឹងសំខាន់ណាគឺរ៉ែកម្របើចិនមិននាំចេញទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិកនោះឧស្សាហកម្មបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកធំក៏គាំងផលិតកម្មរបស់ខ្លួនมันអាចដំណើរការទៅមុខបានដែរដូច្នេះនិយាយជារួមមកវិញនៅត្រង់ច្បាប់ថ្មីផ្នែកពាណិជ្ជកម្មរបស់ប្រទេសចិននេះគឺសហរដ្ឋអាមេរិកស្ងៀមស្ងាត់មិនមានការតបតដោយសារតែទំនងសហរដ្ឋអាមេរិកមិនមានសម្ពាធណាមួយដើម្បីដាក់សម្ពាធទៅលើខាងប្រទេសចិនហ្នឹងបាទឥឡូវយើងងាកមកកាន់ទស្សនកិច្ចដែលគ្រោងទុករបស់លោក Donald Trump ទៅកាន់ទឹកដីនៃប្រទេសចិនវិញថ្ងៃទី14 15ឧសភាខាងមុខនេះតាមមើលទៅអាចនឹងមានការប្រែប្រួលទេពីព្រោះថាកន្លងមកធ្លាប់បានលើកពេលដែរហើយបើសិនជាអាចទៅរួចអាចនឹងពិភាក្សាគ្នាទៅលើចំណុចអ្វីខ្លះទៅរវាងប្រមុខដឹកនាំកម្ពុជាទាំងពីរនោះបាទរហូតមកដល់ពេលនេះរហូតដល់ដើមខែឧសភានេះខាងប្រភពព័ត៌មានពីសហរដ្ឋអាមេរិកគឺអត់មានការប្រែប្រួលពីដំណើរទស្សនកិច្ចរបស់លោក Donald Trump ទៅកាន់ទីក្រុងប៉េកាំងប្រទេសចិននៅថ្ងៃទី14 15ខែឧសភានេះទេពីព្រោះដំណើរទស្សនកិច្ចរបស់លោក Donald Trump នេះត្រូវធ្វើនៅថ្ងៃទី14 15ខែមេសាប៉ុន្តែដោយសារតែសង្គ្រាមចាប់ផ្ដើមនៅប្រទេសអ៊ីរ៉ង់លោក Trump ក៏យកហេតុផលហ្នឹងថាលោករវល់ខ្លាំងអញ្ចឹងហើយมันអាចធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនតាមការកំណត់នៅថ្ងៃទី14 និង 15ខែមេសាអញ្ចឹងឥឡូវនេះនៅខែឧសភានេះលោក Trump មិនខាងប្រភពពិសេសតវិមានមិនទាន់ផ្លាស់ប្ដូរថាលោក Trump លុបចោលឬក៏បញ្ជាពេលបន្តទៀតនៅដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំងប្រទេសចិននោះទេហើយមួយទៀតពាក់ព័ន្ធនឹងថាតើពិភាក្សាគ្នាអ្វីខ្លះរវាងលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងប្រធានាធិបតីរបស់ប្រទេសចិន Xi Jinping ក្នុងដំណើរទស្សនកិច្ចរបស់លោក Trump នេះតាមពិតប្រទេសមហាអំណាចទាំងពីរនេះមានរឿងរ៉ាវចម្រូងចម្រាសច្រើនមានរឿងរ៉ាវច្រើនណាស់ដែលត្រូវពិភាក្សាជាមួយគ្នាហើយក៏មានបញ្ហាច្រើនណាស់ដែលត្រូវស្វែងរកដំណោះស្រាយឬបន្ធូរបន្ថយភាពតានតឹងចំណុចទី1គឺលោក Trump និងលោក Xi Jinping នឹងពិភាក្សាគ្នាអំពីច្បាប់អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះឯងពីព្រោះរហូតមកដល់ពេលនេះសហរដ្ឋអាមេរិកនិងប្រទេសចិនអត់ទាន់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយគ្នាតាមការចង់បានរបស់សហរដ្ឋអាមេរិកទេពីព្រោះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងចិននិងសហរដ្ឋអាមេរិកនេះគឺម្ដងហើយម្ដងទៀតមេដឹកនាំផ្នែកពាណិជ្ជកម្មនៃប្រទេសទាំងពីរជួបចរចាគ្នាក៏ញឹកញាប់ប៉ុន្តែអត់បានសម្រេចកិច្ចព្រមព្រៀងថ្មីទេបានត្រឹមតែកិច្ចព្រមព្រៀងបណ្ដោះអាសន្នដូច្នេះក្នុងដំណើរទស្សនកិច្ចរបស់លោក Trump ទៅកាន់ប្រទេសចិនហើយនឹងជួបលោក Xi Jinping ប្រធានាធិបតីចិននេះទំនងជាលោក Trump អាចនឹងចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីតាមការចង់បានរបស់សហរដ្ឋអាមេរិកប៉ុន្តែក៏មិនប្រកាសដែរដោយសារតែកិច្ចចរចារវាងភាគីទាំងពីរហាក់ដូចជាស្ងប់ស្ងាត់មួយរយៈចាប់តាំងពីពាក់កណ្ដាលឆ្នាំ2025កន្លងមករហូតមកដល់ពេលនេះចឹងហើយមិនដឹងថាលោក Trump ចុះកិច្ចព្រមព្រៀងលើពាណិជ្ជកម្ម
លើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងចិននិងអាមេរិកឬក៏អត់ចំណុចមួយទៀតពាក់ព័ន្ធនឹងភាពតានតឹងផ្នែកនយោបាយភាគីទាំងពីរនេះទោះបីជាមានភាពស្ងប់ស្ងាត់ក៏ដោយប៉ុន្តែនៅតែជាប្រទេសដែលប្រកួតប្រជែងខ្លាំងលើភូមិសាស្ត្រនយោបាយដែរហើយនៅពេលបច្ចុប្បន្ននេះសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់រវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកហើយប្រទេសចិនគឺជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចជាមួយនឹងប្រទេសអ៊ីរ៉ង់ប្រទេសអ៊ីរ៉ង់គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់ប្រទេសចិននៅក្នុងតំបន់មជ្ឈិមបូព៌ាដូច្នេះសហរដ្ឋអាមេរិកគឺទៅវាយប្រហារលើប្រទេសអ៊ីរ៉ង់ដែលជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសចិននៅក្នុងតំបន់មជ្ឈិមបូព៌ាដូច្នេះរឿងនេះអាចមេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាផងដែរដើម្បីរកច្រកចេញពីព្រោះប្រភពខ្លះអ្នកជំនាញខ្លះថាសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់នេះក៏អាចចប់ដោយស្រួលដែរក៏អាចចប់វិញក្នុងមធ្យោបាយណាមួយដែរប្រសិនបើប្រទេសចិនដាក់សម្ពាធឬក៏ប្រទេសចិនចូលអន្តរាគមន៍បញ្ចប់ចំនួនរវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់នឹងនេះក៏ជារឿងមួយដែលមេដឹកនាំទាំងពីរពិភាក្សាដែរចំណុចមួយទៀតលោកត្រាំនិងលោកស៊ីជីនពីងអាចនឹងពិភាក្សាគ្នាអំពីស្ថានភាពសន្តិសុខនៅលើពិភពលោកពីព្រោះនៅពេលបច្ចុប្បន្ននេះទាំងនៅតំបន់អាស៊ីក៏មានភាពតានតឹងប្រកួតប្រជែងភូមិសាស្ត្រនយោបាយនៅអឺរ៉ុបមានចំនួនរុស្ស៊ីនិងអ៊ុយក្រែននៅតំបន់មជ្ឈិមបូព៌ាក៏មានចំនួនរវាងអាមេរិកនិងអ៊ីរ៉ង់ដែរដូច្នេះរឿងទាំងអស់នេះអាចស្ថិតនៅលើតុតម្រូវឲ្យមេដឹកនាំទាំងពីរគឺសហរដ្ឋអាមេរិកនិងខាងប្រទេសចិននឹងពិភាក្សាគ្នាដើម្បីកាត់បន្ថយភាពតានតឹងឬក៏ការកាត់បន្ថយចំនួនប្រដាប់អាវុធជាលក្ខណៈសកលនឹងបាទ បាទសូមអរគុណលោកស្រីមយើងបន្តតាមដានបន្តទៀតអំពីរឿងនេះជម្រាបលាបាទ អរគុណ